អត់សួស្តីពុកម៉ែបងប្អូនមួយរយៈនេះបងពុកម៉ែបងប្អូនពិតជាបានអឺឮដំណឹងទាក់ទងពីការផ្ទុះជំងឺប្រភេទថ្មីគឺជំងឺអន្តរនៅខាងប្រទេសជិតខាងរបស់យើងហ្នឹងហើយដែលធ្វើឲ្យមានការបិទការនាំចូលសាច់សត្វក៏ដូចជាសត្វរស់មកក្នុងប្រទេសកម្ពុជាយើងហើយមួយរយៈនេះតម្រូវការសត្វនៅតែបន្តមានហើយដូចជានេះទៅការគ្រប់គ្រងធ្លាក់ចុះដូច្នេះទៅធ្វើឲ្យឈ្មួញជាច្រើនបានចុះចូលដល់ទិញសត្វរបស់យើងដល់ក្នុងកសិដ្ឋានស្ទើរតែគ្រប់ទីតាំងហ្នឹងហើយតាមអ្វីដែលចិនមកទិញខែ100គាត់ខ្ញុំបានលើពីមិត្តភ័ក្តិក៏ដូចជាបងគាត់បានអ្នកដែលចំសត្វនឹងចឹងទៅវាជាឱកាសល្អមែនទែនសម្រាប់ពុកម៉ែបងប្អូនក្នុងការលក់ចេញក៏ដូចជាបន្តនៃការចិញ្ចឹមឡើងវិញបាទហ្នឹងហើយសំខាន់មែនទែនការចិញ្ចឹមសត្វបើសិនជាអត់មានប្រព័ន្ធចំណីបានគ្រប់គ្រាន់ទេពិតជាមានការចំណាយខ្ពស់ហើយខ្ញុំសូមណែនាំប្រភេទស្មៅមួយគឺស្មៅ Super Napier ដែលវាមានទិន្នផលខ្ពស់មែនទែនហើយក៏មានប្រូតេអ៊ីនច្រើនផងដែរសម្រាប់គ្រប់គ្រងទៅដល់សត្វបើសិនជាពុកម៉ែបងប្អូនអាចដាំវាបានមហត្តាវាអាចផ្គត់ផ្គង់សត្វប្រភេទក៏ដូចជាជាបានទៅដល់2ទៅ300ក្បាលដែលអាចស៊ីវិលជុំហ្នឹងហើយមួយរយៈនេះកសិដ្ឋានដែលវាពិតជាផ្ទុះការគ្រប់គ្រងមែនទែនគឺមនុស្ស4នាក់កាប់ពូជជូនពុកម៉ែបងប្អូនអត់តាន់ទេហើយនៅខ្វះបែរជា 100000 កង់អីទៀតហើយមានគុណភាពល្អហ្នឹងហើយនេះស្មៅរបស់យើងនេះកម្ពស់3ម៉ែត្រជាងហ្នឹងហើយធានាដើមឆ្លោះហ្នឹងហើយនេះគឺជាដើមរដូវវស្សាហើយបងប្អូនត្រៀមរៀបចំមកហើយព្រោះដល់ពេលរដូវធ្លាក់ភ្លៀងខ្លាំងមែនទែនយើងពិបាកក្នុងការភ្ជួររាស់អញ្ចឹងយើងភ្ជួររាស់រៀបចំដីរបស់យើងឲ្យហើយទៅហើយយើងយកស្មៅយកទៅដាំទៅប្រហែលជា2ខែក្រោយយើងអាចមានស្មៅក៏ដូចជាចំណីសម្រាប់សត្វរបស់យើងគ្រប់គ្រាន់ហើយមិនបាច់ចាំបលែងទៅប៉ះពាល់ទៅណាម្នាក់ផ្សេងទេអញ្ចឹងណាហ្នឹងហើយស្មៅគឺដាំបានជាង2ខែគឺកម្ពស់នេះឃើញថាស្មៅគុណភាពមែនទែនហើយស្លឹកធានាបាននៅប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់សត្វរបស់យើងស៊ីវាធំធាត់កាលណាសត្វធំធាត់ទៅវាសវោវាឆាប់រកឈ្មោលដែរហើយបងប្អូនត្រូវការម៉ាស៊ីនក៏អាចតាក់ទងមកបានដែរមានលេខទូរស័ព្ទនៅលើម៉ាស៊ីននឹងស្រាប់អញ្ចឹងអាចតាក់ទងមកខ្ញុំបានផ្ទាល់ហ្នឹងហើយសម្រាប់ម៉ាស៊ីនកិនស្មៅទាំងអស់នេះស្មៅនេះងាយស្រួលមែនទែនបន្ទាប់ពីយើងកាប់ហើយនៅចាប់ផ្ដើមដុសមកវិញហើយដុសមុនហ្នឹងវាច្រើនជាងលើកមុនទៀតហ្នឹងហើយអរគុណត្រូវការអាចតាក់ទងមកផ្ទាល់បានបាទអរគុណបាទ